ការឲ្យតម្លៃគឺផ្ដោតទៅលើលទ្ធផលចង់បានការទទួលទុកចិត្តបង្កើតលទ្ធផលវិជ្ជមានឲ្យច្រើនទៅគេទុកចិត្តហើយបាទរឿងអ្នកឯងមាន PhD អ្នកឯងមានស្អីរឿងរបស់អ្នកឯងតែអ្នកឯងមកធ្វើការឲ្យខ្ញុំត្រូវយល់ពីគោលគំនិតខ្ញុំហើយធ្វើលទ្ធផលឲ្យខ្ញុំបើអ្នកមានតែទ្របក្នុងចិត្តមិនបញ្ចេញមិនប្រើឬប្រើអត់មានប្រសិទ្ធភាពខ្ញុំអត់ឲ្យតម្លៃទេកុំឲ្យតម្លៃអ្នកធ្វើការងារកម្រិតមួយតែបើប្រៀបធៀបជាមួយអ្នកដែលបានលទ្ធផលខ្ពស់អ្នកលទ្ធផលខ្ពស់នឹងត្រូវទទួលលទ្ធផលខ្ពស់ជាងកុំតែមិនក៏ឲ្យខ្ញុំ PhD ឲ្យក្រុមអ្នក Master អត់ទេអ្នក PhD ខ្ញុំបកគលភារកិច្ចជូនអ្នកមានកម្រិតណាខ្ញុំផ្ដល់ការលើកទឹកចិត្តអ្នកបានខិតខំរៀនសូត្រតែមិនមែនអត់តម្លៃសោះទេប៉ុន្តែចំពោះលទ្ធផលការងារខ្ញុំជឹកចិត្តអ្នកនេះជាងព្រោះគាត់ធ្វើអាហ្នឹងឲ្យខ្ញុំបានត្រូវជាងបើអ្នក PhD គាត់វិភាគល្អពេលដែលត្រូវការវិភាគខ្ញុំឲ្យគាត់ធ្វើអាហ្នឹងពួកគាត់ប្រកែការវិភាគខាងស្រាវជ្រាវដល់ពេលប្រតិបត្តិការជាក់ស្ដែងលទ្ធផលជាក់ស្ដែងគឺញាក់ដែរមានអញ្ចឹងការប្រើមនុស្សចំគោលដៅប៉ុន្តែវាអាស្រ័យទៅលើមនុស្សមួយបច្ចេកកំលាក់ខ្ញុំតើឲ្យខ្ញុំធ្វើប្រធានក្រុមបើខ្ញុំបច្ចេកអត់ទេអាហ្នឹងតែខ្ញុំនិយាយបដោតការងារធ្វើល្អគ្រប់អ្វីដែលយើងទទួលមិនថាការងារតូចការងារធំជឿខ្ញុំហើយការងារទាំងអស់យើងអត់បានប្រាប់អត់បានរៀនខ្ញុំមិនបានរៀននៅសាលាទាហានគេជេររាល់ថ្ងៃគេស្រែករាល់ថ្ងៃដោយសារខ្ញុំរំពឹងតែខ្ញុំធ្វើនាយករដ្ឋមន្ត្រីទេអត់ទេកាលនោះខ្ញុំចង់ថាមួយថ្ងៃកុំឲ្យតែមេថ្នាក់លើរឿងយើងតែប៉ុណ្ណឹងយកតែធ្វើម៉េចធ្វើឲ្យតែត្រូវកុំឲ្យគេព្រោះនៅនោះគេលុត